សួស្តីគ្នាយើងថ្ងៃនេះខ្ញុំមានបាទលំហាត់សមីការមួយមកដោះស្រាយជូនគ្នាយើងបាទអញ្ចឹងសមីការរបស់យើងគឺគេថា29ដក x លើ1984បូកឲ្យ25ដក x លើ1998បូកឲ្យ21ដក x លើ1992បូកឲ្យ17ដក x លើ1996ស្មើដល់4អញ្ចឹងតោះយើងនឹងដំណើរការដោះស្រាយបាទលំហាត់នេះដូចតទៅទី1ទាំងអស់គ្នាបោះបាទដក4នេះបោះវាមកអង្គទី1វិញមកអញ្ចឹងសម្រាប់អង្គទី1ខ្ញុំទុកវានៅដដែល29ដក x នៅលើ1984បូកឲ្យ25ដក x នៅលើ1988បូកឲ្យ21ដក x លើ1992បូកឲ្យ17ដក x លើ1996ហើយខ្ញុំបោះដក4មកអង្គទី1អញ្ចឹងបានបូក4វិញបាទស្មើ0បើកាលណាខ្ញុំបោះដក4មកអង្គទី1ហើយអង្គទី2វាគឺនៅសល់0បន្តមកទៀត4នេះបាទខ្ញុំបំលែងវាឲ្យមកបូកមួយចំនួន4ដងចាំមើលថាតើបូកយ៉ាងម៉េចគឺយើងយកតួទី1បូកថែម1បាទតោះអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នា29ដក x នៅលើ1984បូក1បាទបូក1មកហើយយើងបូកទៀត25ដក x លើ1988បូកថែម1ដែរបូកទៀត21ដក x លើ1992បូកថែម1ដែរហើយបូកបាទ17ដក x លើ1996បូក1ស្មើ0បាទអញ្ចឹងយើងមើល1នេះបាទសំទោសនេះ1នេះបូកអានេះបាន2បូកនេះបាន3បូកនេះបាន4នេះស្មើនឹង4របស់យើងដើមនេះអញ្ចឹងសូមមើលឲ្យតន់ត្រង់ហ្នឹងណាបាទបន្តមកទៀតបាទ យើងតម្រូវភាពបែងមកបាទតម្រូវភាពបែងគឺមានន័យថាបាទនេះគិតប៉ុណ្ណេះ29ដក x លើ1984ហ្នឹងបូកថែម1ទៀតមកបាទអញ្ចឹងវាបានប្រមាណ29ដក x បូក1984បាទយើងមិនត្រូវយកភាគបែងនេះគុណឲ្យ1តមកយកវាមកកណនាជាមួយនឹងភាគយកនេះណាយើងមិនត្រូវយកវាគុណជាមួយនឹង1នេះហើយបូកឲ្យភាគយកបាទអញ្ចឹងបានប្រមាណឬក៏ខ្ញុំសរសេរពេញក៏បានដែរតោះ29ដក x បាទយក1984នេះគុណឲ្យ1មកហើយបូកឲ្យអញ្ចឹងខ្ញុំបានបូកឲ្យអាហ្នឹងបន្ទាប់ពីតម្រូវភាពបែងណា1984លើម៉ាននៅលើ1984ដូចគ្នាដែរបាទ25ដក x បាទបូកឲ្យប្រមាណវិញតម្រូវភាពបែងជាមួយនឹងលេខ1មកគឺគុណ1988
88 លើ 1988 បូកទៀត21 ដក x បូក 1992 លើ 1992 បូកឲ្យបាទ17 ដក x បូក 1996 លើ 1996 ស្មើ 0 បាទអានេះគឺសិតតែបានមកពីការតម្រូវភាពបែងរបស់យើងណាបាទនេះតនេះម្ដងអានេះនិងអានេះបន្ទាប់ពីយើងតម្រូវភាពបែងហើយយើងនឹងគណនាភាគយកវាមកថាតើនឹងបានប្រមាណតោះអញ្ចឹងយក29បូកឲ្យ 1984 ថាតើវាស្មើនឹងប្រមាណបាទអូនយកវាបូកចុះគ្នាមកស្មើប្រមាណបង24បូកឲ្យ1984ហ្នឹងគឺស្មើនឹងបាទ2008អញ្ចឹងខ្ញុំដាក់ដក x នៅពីមុខវិញខ្ញុំយកឬក៏យើងដាក់2008ពីមុខក៏បានដែរបាទ2008ដក x លើ1984បាទអា2008ហ្នឹងនេះខ្ញុំកណនាពីនេះបាទកណនាវាមកបាន2008បូកឲ្យបាទអានេះអញ្ចឹងដែរកណនាវាទៀតមក25បូកឲ្យ80សំទោស25បូកឲ្យ1988បាទ25បូកឲ្យ1988អញ្ចឹងអូនបូកវាមកគឺនឹងឃើញបាទ2013ដក x បូកឲ្យទៀតអូនតម្រូវភាពបែងទៀតមកបាទអានេះ21បូកឲ្យ1992គឺបាន2013ដែរបាទ2013ដក x លើ1992មើលអូនសាកកណនាអានេះម្ដងទៀតនេះអាចខុសមកខ្ញុំយកដបងតោះចាំមើលម្ដងទៀតទី1អូនយក9នេះបូកឲ្យ4មកបាន13សេលេខ3ត្រាទុក1 2បូក8 10 10នឹង1 11សេលេខ1ត្រា1ត្រាទុក1បូកនឹង9 10សេលេខ0ត្រា1 1បូកឲ្យ1នេះ2អូអញ្ចឹង2013បាទសំទោសកណនាខុសហើយតួចុងក្រោយគឺដូចគ្នាដែរ17បូកឲ្យ1996បាទអញ្ចឹងយើងនឹងបាន2013ដែរគឺទី1 7បូកឲ្យ6នេះ13សរសេរលេខ3ត្រា1 1បូកឲ្យ9 10 10បូកត្រាទុក1គឺយើងឡើង11ត្រា1 1បូកឲ្យ9នេះ10សេលេខ0ត្រា1 1បូក1 2អញ្ចឹង2013ដក x នៅលើ1996ស្មើនឹង0តមកទៀតអូនឃើញទេភាគយកទាំងអស់សុទ្ធតែមានបាទ2013ដក x 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 អញ្ចឹងខ្ញុំនឹងទាញ2013ដក x ហ្នឹងជាកតាបាទតោះទាញ2013ដក x ហ្នឹងជាកតាមកអញ្ចឹងយើងនឹងនៅសល់បាទតួទី1នេះខ្ញុំទាញ2013ដក x ជាកតាអញ្ចឹងភាគយកវានៅសល់1នៅលើភាគបែង1984បូកបាទតួទី2ទាញ2013ដក x ជាកតានៅសល់1លើ1988បូកតួទី3
ទាញ2023ដក x ជាកតាដែរអញ្ចឹងវាអក្សរ1លើ1992បូកឲ្យតួទី4បាទទាញវា2013ដក x ជាកតាដែរនៅសល់1លើ1996ស្មើនឹង0បាទនៅពេលដែលអូនគុណពលាតគុណ2013ដក x ហ្នឹងចូលទៅក្នុងកតានីមួយៗរបស់យើងវិញគឺយើងនឹងបាននៅបាទចំនួនតាមទម្រង់នេះវិញហើយបាទបន្តមកទៀតខ្ញុំបោះណាខ្ញុំបោះនេះកតានេះបោះវាមកនេះអញ្ចឹងយើងយកមកកតាហ្នឹងបោះមកអង្គទី2មានន័យថាយកវាមកចែកនឹង0បាទអញ្ចឹងមានន័យថាយក0ចែកឲ្យកតាហ្នឹងទាំងមូលអូនដឹងហើយ0ចែកឲ្យប្រមាណក៏វានៅតែស្មើ0ដែរអញ្ចឹងខ្ញុំបាន2013ដក x ស្មើនឹង0តើអូនតន្លែងហ្នឹងទេនេះអាមកតានេះគឺខ្ញុំបោះវាមកអង្គទី2អញ្ចឹងអូនដឹងហើយ0ចែកអីប្រមាណក៏វានៅតែស្មើ0ចែកអី a ក៏ស្មើ0ចែកអីប្រមាណក៏វានៅស្មើ0ដែរបាទអាហ្នឹងគឺអូនត្រូវចាំកន្លែងហ្នឹងណាបាទតោះអញ្ចឹងយើងបន្តលំហាត់ទៀត2013ដក x ស្មើ0អញ្ចឹងអូនបោះបាទ2013ទៅខាងនោះទៅដក x ស្មើឲ្យបាទ2013សញ្ញាបូកបោះវាទៅអង្គទី2សញ្ញាបូកបោះវាមកអង្គទី2វានឹងបដូរសញ្ញាមកដកវិញដក2013សម្រួលសញ្ញាដកចោលមកអូននៅសល់ x ស្មើ2013អញ្ចឹងបាទសម័យកាលរបស់យើងមានចម្លើយប៉ុណ្ណឹងបើគេអ្នកស្ទាត់បាទគេចេញមកតែពីត្រង់នេះគេមកណាស់បានតែនេះក៏បាទប្រយោជន៍យើងសម្រាប់គ្នាយើងខ្លះដែលគាត់អត់ទាន់ស្ទាត់ណាអញ្ចឹងចម្លើយសំទោសចម្លើយសម័យកាលរបស់យើងគឺ x ស្មើ2013បាទអញ្ចឹងគូមានប៉ុណ្ណឹងទេអរគុណអរ